Baនិយាយពីរបៀបធ្វើដំណាប់ស្វាយអត់មានអីសាំញ៉ាំហើយក៏អត់មានត្រូវការប្រើគ្រឿងទេសអីច្រើនដែរក្រៅពីស្វាយទុំហើយមានតែអំបិលមួយចឹបទៀតតែប៉ុណ្ណោះគ្រាន់តែថាការធ្វើដំណាប់ស្វាយនេះត្រូវការពេលយូរនៅក្នុងការកូរឲ្យវាឡើងដាច់ទឹកហើយនឹងការដាក់ហាលថ្ងៃយូរថ្ងៃឲ្យវាបានស្ងួតល្អសម្រាប់ទុកញ៉ាំបានយូរវាអត់ខូចណាដំណាប់ស្វាយនេះភាគច្រើនគឺគេនិយមធ្វើនៅក្នុងខែដែលសម្បូរស្វាយទុំភាគច្រើនគឺនៅក្នុងខែ4ឬក៏ខែ5ហើយណាមួយនៅស្រុកខ្មែរយើងអំឡុងខែនេះអាកាសធាតុក្តៅហើយស្ងួតខ្លាំងណាស់វាស័ក្តិសមសម្រាប់ការហាលដំណាប់ស្វាយនេះតែម្ដងទាំងអស់នេះគឺជាស្វាយកែវល្មៀតទម្ងន់របស់វា5គីឡូស្វាយកែវល្មៀតនេះគឺខ្ញុំប្រើស្វាយដែលទើបតែទុំល្មមសាច់វានៅរឹងតិចតិចវាអត់ទាន់ទន់ខ្លាំងណាស្វាយអត់ទាន់ទុំចូលអញ្ចឹងវានៅមានរសជាតិជូរតិចតិចតែបើសិនជាបងប្អូនចូលចិត្តដំណាប់ស្វាយដែលមានរសជាតិផ្អែមខ្លាំងបងប្អូនគួរប្រើស្វាយទុំដែលចូលខ្លាំងបានវាអត់មានជាតិជូរហើយសម្រាប់ប្រភេទស្វាយដែលប្រើយកមកធ្វើដំណាប់ស្វាយនេះគេអាចប្រើគ្រប់ប្រភេទស្វាយទុំទាំងអស់គ្រាន់តែថារសជាតិហើយនឹងក្លិនដំណាប់ស្វាយដែលធ្វើចេញមកហ្នឹងវាអាចខុសគ្នាទៅតាមប្រភេទស្វាយដែលគេប្រើណាស្វាយទាំងអស់នេះខ្ញុំចិតសម្បកវាឲ្យអស់មករួចហើយខ្ញុំចិតយកគ្រាប់វាចេញសិនទៅបន្ទាប់មកទៀតខ្ញុំយកសាច់ស្វាយទុំហ្នឹងយកមកកិនដោយប្រើម៉ាស៊ីនក្លុកដើម្បីឲ្យវាឡើងម៉ត់ល្អហើយការកិនសាច់ស្វាយទុំនេះគឺខ្ញុំអត់មានបន្ថែមទឹកចូលទេអញ្ចឹងហើយជាដំបូងខ្ញុំដាក់វាចូលក្នុងម៉ាស៊ីនតែប្រហែលចំណិតទេបន្ទាប់មកទៀតទើបខ្ញុំដាក់វាចូលម្ដងមួយចំណិតទៀតតតែធ្វើអញ្ចឹងបានម៉ាស៊ីនកិនទៅវាអត់សូវតឹងខ្លាំងណាសាច់ស្វាយទុំដែលបានកិនរួចរាល់ហើយហ្នឹងខ្ញុំចាក់វាចូលទៅក្នុងចានដែកធំមួយចូលគ្នាទាំងអស់មកហើយបន្តមកទៀតខ្ញុំមានបន្ថែមអំបិលចូលចំនួនកន្លះស្លាបព្រាកាហ្វេខ្ញុំកូរឲ្យអំបិលហ្នឹងវាបានរលាយសព្វល្អសិនមកការធ្វើដំណាប់ស្វាយនេះត្រូវការកូរនៅលើភ្លើងរាងយូរគួរសមដែរតម្រាំតែវាឡើងខាប់ហើយឡើងដាច់ទឹកល្អអញ្ចឹងហើយខ្ញុំប្រើចង្ក្រានធ្យូងនៅក្រៅផ្ទះវាងុំហើយវាងាយស្រួលជាងការប្រើចង្ក្រានហ្គាសណាសម្រាប់បរិមាណស្វាយ5គីឡូនេះខ្ញុំកូរវា2ដងមិនអស់ដោយសារតែខ្ទះដែលខ្ញុំប្រើនេះមិនសូវជាធំខ្លាំងប៉ុន្មានដែរទេហើយការកូរដំណាប់ស្វាយនេះខ្ញុំប្រើកម្រិតភ្លើងមធ្យមនិងកូរវាឲ្យជាប់ទើបវាអត់កកដុំនៅបាតខ្ទះណាមួយដំណាប់ស្វាយនេះនៅពេលដែលវាពុះហើយវាងាយនឹងផ្ទុះខ្ទាតចេញមកក្រៅខ្លាំងតតែកូរឲ្យជាប់អញ្ចឹងបានវាអត់សូវផ្ទុះហើយបើសិនជាវាផ្ទុះខ្ទាតមកត្រូវដៃអីហ្នឹងដឹងតែរលាកហើយពីព្រោះថាវាក្តៅខ្លាំងណាចំពោះខ្ទះបងប្អូនគួរប្រើខ្ទះដែលមានបាតក្រាស់ទើបវាមិនងាយខ្លោចបាតខ្ទះហើយបើសិនជាបងប្អូនមានខ្ទះខ្មែរជាប្រភេទខ្ទះចាស់ដូចខ្ញុំប្រើនេះគឺងាយស្រួលប្រើខ្លាំងមែនទែនហើយសម្រាប់រយៈពេលកូរដំណាប់ស្វាយមួយខ្ទះនេះត្រូវការប្រើពេលរៀងយូរគួរសមដែរប្រហែលជាជាងកន្លះម៉ោងនិយាយរួមទៅការធ្វើដំណាប់ស្វាយហ្នឹងយើងចាំបាច់ត្រូវតែកូររហូតទាល់តែវាឡើងដាច់ទឹកល្អហើយឡើងខាប់បែបហ្នឹងណាដំណាប់ស្វាយនេះបន្ទាប់ពីបានកូរឡើងដាច់ទឹកល្អហើយខ្ញុំយកវាមកចាក់ចូលទៅក្នុងថាសធំភ្លាមតែម្ដងទាន់វានៅក្តៅអញ្ចឹងវាអត់ទាន់កកវាងាយស្រួលពង្រាយឲ្យបានរាបស្មើល្អហើយនេះបងប្អូនពេលចាក់ដំណាប់ស្វាយចូលថាសរួចរាល់ហើយខ្ញុំផ្អៀងផ្អងថាសហ្នឹងចុះឡើងទៅហើយខ្ញុំគូរវាតិចចឹងមកដើម្បីឲ្យដំណាប់ស្វាយហ្នឹងវាហូរចុះមកពេញជ្រុងថាសហ្នឹងបានរាបស្មើល្អកម្រាស់ដំណាប់ស្វាយនេះប្រហែលជា4ទៅ5មីលីម៉ែត្រណាតែនៅពេលដែលវាស្ងួតទៅវានឹងប្រែទៅជារាងស្ដើងជាងហ្នឹងហើយវានៅសល់ប្រហែលតែ1មីលីម៉ែត្រទេចំពោះកម្រាស់ដំណាប់ស្វាយនេះបងប្អូនកុំចាក់ឲ្យវាក្រាស់ពេកតែមិនអញ្ចឹងយើងត្រូវចំណាយពេលយូរណាស់នៅក្នុងការហាលថ្ងៃឲ្យវាឡើងស្ងួតល្អហើយសម្រាប់ការហាលដំណាប់ស្វាយនេះគេអាចដាក់វាហាលនៅក្នុងថាសធំអញ្ចឹងឬក៏ដាក់វាហាលនៅក្នុងថាសតូចវិញក៏បានដែរឬក៏ម្យ៉ាងទៀតបងប្អូនអាចយកវាមកពង្រាយនៅលើស្លឹកចេកជាបន្ទះទំហំប្រហែលជាមួយចង្អាមវិញក៏បានដែរណានៅពេលដាក់ដំណាប់ស្វាយនេះហាលថ្ងៃបងប្អូនគួររកស្បៃមកគ្របពីលើដើម្បីការពារសត្វរុយកុំឲ្យវាទុំលើព្រោះថាសត្វរុយវាចូលចិត្តដំណាប់ស្វាយនឹងមែនតើហើយបងប្អូនគួរយកវាទៅហាលនៅកន្លែងដែលគ្មានដីហុយនិងនៅកន្លែងដែលត្រូវថ្ងៃចំខ្លាំងល្អបានវាឆាប់ស្ងួតណាសម្រាប់កម្រាស់ដំណាប់ស្វាយដែលខ្ញុំពង្រាយនេះបើសិនជាអាកាសធាតុក្តៅខ្លាំងត្រូវការហាល2ទៅ3ថ្ងៃទៅវាស្ងួតមកល្មមហើយនេះគឺជាដំណាប់ស្វាយដែលខ្ញុំបានហាលរយៈពេល1ថ្ងៃពេញវាស្ងួតបន្តិចហើយតែវាអត់ទាន់ស្ងួតទាំងស្រុងទេដោយសារតែសាច់ដំណាប់ស្វាយនេះនៅផ្នែកខ្លះវានៅសើមតិចណាអញ្ចឹងហើយខ្ញុំបន្តដាក់វាហាលថ្ងៃបន្តទៀតរហូតដល់តែវាស្ងួតល្អមកហើយនេះគឺជាដំណាប់ស្វាយដែលខ្ញុំបានហាលរយៈពេល3ថ្ងៃឃើញថាវាស្ងួតល្អហើយសាច់ដំណាប់ស្វាយនេះប្រែទៅជាពណ៌លឿងរាងចាស់និងមានសភាពថ្លាបែបហ្នឹងដំណាប់ស្វាយនៅពេលដែលបានហាលស្ងួតល្អហើយគឺយើងអាចឆ្កឹះវាចេញពីថាសបានណាហើយគ្រាន់តែថាដំណាប់ស្វាយនេះខ្ញុំហាលនៅក្នុងថាសធំអញ្ចឹងហើយវារៀងពិបាកឆ្កឹះវាបានទាំងមូលតើតែខ្ញុំប្រើចុងកូនកំបិតឆូតវាចេញជាប្រទះតូចចឹងមកដើម្បីងាយស្រួលឆ្កឹះយកមុខវាចេញណា
ហើយនេះបងប្អូនដំណាប់ស្វាយហ្នឹងខ្ញុំហាលវាមកល្មមអញ្ចឹងសាច់វាអត់សូវស្វិតខ្លាំងទេបើសិនជាបងប្អូនហាលវាកាន់តែយូរគឺវាកាន់តែស្វិតខ្លាំងណាដំណាប់ស្វាយដែលបានហាលស្ងួតហើយនេះបងប្អូនរក្សាវាទុកនៅក្នុងកន្លដែលស្ងួតហើយស្អាតមកហើយបងប្អូនទុកវានៅក្នុងទូទឹកកកបើសិនជាបងប្អូនចង់ទុកវាញ៉ាំយូរថ្ងៃខ្ញុំសង្ឃឹមថាបងប្អូននឹងចូលចិត្តវីដេអូមួយនេះសូមអរគុណច្រើនសម្រាប់ការទស្សនាហើយជួបគ្នានៅក្នុងវីដេអូក្រោយទៀត